នេះជាមោទនភាពថ្មីសម្រាប់ខ្ញុំក្នុងនាមជាសិល្បករតំណាងឲ្យប្រទេសកម្ពុជាក្នុងការសម្ដែងលើឆាកអន្តរជាតិសម្រាប់លើកនឹងដែរខ្ញុំមកក្នុងតួនាទីជាអ្នកសម្ដែងផងក៏ដូចជាតុបតែងគ្រឿងរបាំបុរាណផងការសម្ដែងលើកនឹងគឺទទួលបានការរៀបចំដោយសាលាសិល្បៈនរោត្តមបុប្ផាទេវីដឹកនាំផ្ទាល់ដោយព្រះអង្គម្ចាស់ស៊ីសវត្ថិទេសោដែលជាព្រះប្រធាននៃសាលាសម្រាប់លើកនឹងខ្ញុំមកបាងកាលូរូក្នុងប្រទេសឥណ្ឌាទស្សនីយភាពដែលលើកឡើងសម្ដែងគឺតាក់ទងជាមួយនឹងខ្សែរឿងរាមកេរ្តិ៍ទម្រង់របាំបុរាណនេះគឺជាសកម្មភាពមួយចំនួនក្នុងការហាត់សមចំពោះការត្រៀមខ្លួនក៏ដូចជាតួនាទីរបស់សិល្បករគឺធ្វើយ៉ាងណាសម្ដែងឲ្យល្អបំផុតក្នុងការសម្ដែងរយៈពេលទៅតាមការកំណត់របស់កម្មវិធីការសម្ដែងលើកនឹងយើងប្រើរយៈពេលរហូតដល់1ម៉ោងពេញហ្មងដោយដកស្រង់ត្រង់ឈុតព្រាមដាទេឈុតសាងស្ពានឈុតច្បាំងក៏ដូចជាជាប់ចុងក្រោយនៃការសម្ដែងគឺរបាំទេពមនោរម្យព្រមទាំងមានឈុតជាច្រើនទៀតលើការសម្ដែងនៅពេលដែលយើងហាត់សមជាមួយនឹងភ្លេងភ្លើងក៏ដូចជាឆាករៀបរាប់សិល្បករទាំងអស់គ្នាត្រូវបញ្ញាប់មកផ្លាស់សម្លៀកបំពាក់ដោយសារតែការសម្ដែងហ្នឹងរៀងលឿនដែរម៉ោង5កន្លះហើយយើងសមចាប់ឡើងម៉ោង3ជាងហ្នឹងអញ្ចឹងរយៈពេលដែលយើងអាចនៅសល់គឺ1ម៉ោងកន្លះមកថ្ងៃហ្នឹងគឺរៀងស្វាត់ដៃស្វាត់ជើងបន្តិចព្រោះដោយសារតែខ្ញុំមកតំណាងឲ្យមោទកភាពជាតិលើឆាកអន្តរជាតិដំបូងឡើយខ្ញុំចាប់ផ្ដើមតែងក្រុងរាពណ៍ក៏ដូចជាហនុមានហើយបន្តមកទៀតខ្ញុំចាប់ផ្ដើមតែងនាងសីតាហើយនឹងប្រាសយកមកខ្ញុំបញ្ញាប់តែងឲ្យហើយព្រោះដោយសារអីខ្ញុំក៏ជាតួសម្ដែងនៅក្នុងរឿងដែរអញ្ចឹងនៅពេលដែលរៀបចំខ្លួនរួចដល់ម៉ោងសម្ដែងល្មមមុននឹងឡើងសម្ដែងដើម្បីឲ្យច្បាស់សិល្បករតែងតែសុំគ្នាសមមុនឡើងឆាកម្ដងទៀតប្រកាសថាសម្ដែងគឺមានកំហុសតិចតួចបំផុតលើការបង្ហាញក៏ដូចជាតួនាទីរៀងៗខ្លួនចំពោះការគ្រប់គ្រងសម្លេងផ្ទះដៃគឺខ្លាំងមែនទែនបងប្អូនរឿងកងរំពងហ្មងនៅក្នុងហលវាមិនមែនជាភាពងាយស្រួលសម្រាប់សិល្បករទេក្នុងការសម្ដែងនៅមុខទស្សនិកជនជាច្រើនរាប់ម៉ឺនទោះបីជាបទពិសោធន៍សម្ដែងរាប់ឆ្នាំប៉ុណ្ណាក៏ដោយក៏នៅតែមានអារម្មណ៍រំភើបហើយក៏ដូចជាមានសេចក្តីសមម្ដងក្នុងការបង្ហាញនៅក្បាច់មួយនេះតួធំខ្ញុំចេញអីអូយបោះគេនោះឲ្យលោកចាស់សមម្លេះគ្រប់ឈុតឆាកដែលយើងលើកឡើងក្នុងការសម្ដែងមួយហ្នឹងគឺសិតតែបានហាត់រៀនក៏ដូចជាសមម្ដងហើយម្ដងទៀតព្រោះតែពាក្យថាក្បួនខ្នាតក៏ប៉ុន្តែការសម្ដែងទស្សនីយភាពលើឆាកគិតមិនផុតទេទៅលើកំហុសបច្ចេកទេសមួយចំនួនអញ្ចឹងហើយបានជាលោកគ្រូអ្នកគ្រូក្នុងទម្រង់របាំរបស់ខ្មែរយើងលោកក៏ដែរប្រើពាក្យថាល្អអត់ខ្ចោះឬមួយក៏ត្រឹមត្រូវ 100% ទេទោះបីការសម្ដែងហ្នឹងល្អប៉ុណ្ណាក៏ដោយលោកតែងតែមានប្រសាសន៍ថាថ្ងៃហ្នឹងរួចខ្លួនឬត្រឹមពាក្យថាថ្ងៃហ្នឹងគ្រាន់បើការហាត់រៀនទម្រង់សិល្បៈរបស់ខ្មែរយើងមិនថារបាំបុរាណក៏ដូចជាទម្រង់របាំផ្សេងទៀតសិស្សទាំងអស់ត្រូវមានចិត្តធ្ងន់មែនតើដោយសារតែត្រូវការឆ្លងកាត់នៅការហាត់ពុតលុតដំចាប់តាំងពីអាកប្បកិរិយាពាក្យសម្ដីរឹកពីដងខ្លួនក្បួនខ្នាតព្រមទាំងចរិតនៃតួអង្គផងដែរខ្ញុំធ្លាប់ទទួលបានឱកាសច្រើនមែនទែនក្នុងការសម្ដែងមិនថាឆាកជាតិក៏ដូចជាអន្តរជាតិទេប៉ុន្តែការសម្ដែងលើកនេះគឺខ្ញុំពិតជាមានមោទកភាពមែនទែនសម្រាប់ខ្លួនឯងក៏ដូចជាប្រទេសកម្ពុជាព្រោះដោយសារតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជននៅក្នុងប្រទេសឥណ្ឌាក៏ដូចជាការលើកទឹកចិត្តពីលោកគ្រូអ្នកគ្រូព្រមទាំងគណៈប្រតិភូដែលអញ្ជើញមកពីប្រទេសកម្ពុជាក៏ដូចជាលោកមន្ត្រីដែលបម្រើការនៅក្នុងស្ថានទូតឥណ្ឌាយ៉ាងកក់ក្ដៅតែម្ដងសម្រាប់វីដេអូខ្លីក្នុងបេសកកម្មលើកហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាពីដើមដល់ចប់សង្ឃឹមថាបងប្អូននៅតែគាំទ្រជាមួយនឹងវីដេអូដែលខ្ញុំផលិតខ្លីៗជូននឹងជាបន្តអាចទស្សនាជាមួយនឹងទស្សនីយភាពខ្លីដែលខ្ញុំបានរៀបចំនៅក្នុងវីដេអូហ្នឹងបើសិនជាបងប្អូនមានចម្ងល់ឬមកចង់សាកសួរអីបន្ថែមអាចខមមិននៅខាងក្រោមបានអរគុណជំរាបលាបាយ